ចាត់ទស្សនិកជនមជ្ឈមណ្ឌលចាយចាយផ្លូវការ BYD and Denza គឺត្រូវបានបញ្ចប់ការសាងសង់បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរដ៏ឆ្លាតវៃនិងបៃតងនៅកម្ពុជាមជ្ឈមណ្ឌលចាយចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការផ្ដល់ជូននូវបទពិសោធន៍សេវាកម្មពេញលេញនិងចាក់ឫសនៅកម្ពុជាដើម្បីបម្រើសេវាកម្មនៅក្នុងស្រុកហើយមជ្ឈមណ្ឌលចាយចាយផ្លូវការ BYD and Denza បើកសម្ពោធជាផ្លូវការនៅភ្នំពេញដែលជាមជ្ឈមណ្ឌលចាយចាយផ្លូវការ BYD និងកិច្ចសហប្រតិបត្តិការធម្មពលថ្មីកម្ពុជាចិនឈានចូលដំណាក់កាលថ្មីព្រមទាំងការពង្រីកយុទ្ធសាស្ត្រក្នុងស្រុកបោះជំហានទៅមុខមួយកម្រិតទៀតពីការផលិតនៅកម្ពុជាដល់បទពិសោធន៍ដ៏អស្ចារ្យយុទ្ធសាស្ត្រក្នុងស្រុករបស់ BYD ត្រូវបានលើកកម្ពស់បន្ថែមទៀតនៅក្នុងឱកាសសម្ពោធមជ្ឈមណ្ឌលចាយចាយផ្លូវការ BYD and Denza របស់ Harmony iCar ប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី30ខែមករាឆ្នាំ2026រថយន្ត Model Z Lion 5 ចំនួន2គ្រឿងដំបូងដែលទើបតែចេញពីខ្សែសង្វាក់ផលិតកម្មនៃរោងចក្រដំឡើង BYD នៅកម្ពុជាត្រូវបានប្រកល់ជូនម្ចាស់រថយន្តដោយផ្ទាល់ដែលបានក្លាយជាចំណុចចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្តិយសនិងបណ្ដាញសារព័ត៌មានជាច្រើនរូបដែលបានចូលរួមជាកិត្តិយសកាត់ខ្សែបទសម្ពោធសាខាថ្មីយ៉ាងអាឡារឹកនេះពិសេសគឺមានតំណាងមកពីមជ្ឈមណ្ឌលនយោបាយគឺមជ្ឈដ្ឋាននយោបាយនិងធុរកិច្ចរបស់កម្ពុជាស្ថាប័នហិរញ្ញវត្ថុដៃគូសហការនិងប្រព័ន្ធផ្សព្វផ្សាយធំៗបានជួបជុំគ្នាដើម្បីធ្វើជាសាក្សីនៅក្នុងឱកាសដ៏សំខាន់នេះនៅក្នុងនោះរួមមានលោកលាវស៊ីលៀងអគ្គនាយកផ្នែកលក់រថយន្ត BYD តំបន់អាស៊ីប៉ាស៊ីហ្វិកលោកអ៊ីឆេងហ៊ុយអគ្គនាយកផ្នែកលក់រថយន្ត BYD តំបន់អាស៊ីប៉ាស៊ីហ្វិកសាខាប្រទេសកម្ពុជាលោកស្រីលីប៊ីននាយកមជ្ឈមណ្ឌលប្រតិបត្តិការ BYD តំបន់អាស៊ីប៉ាស៊ីហ្វិកលោកហ្វុនឆែលប្រធានក្រុមហ៊ុន Harmony លោកខូជានខូចាក់គឺលោកខូជីងលេងអគ្គនាយករោងផ្នែកអាជីវកម្ម Harmony iCar តំបន់អាស៊ីប៉ាស៊ីហ្វិកនិងលោកយ៉ាងចៅអគ្គនាយក Harmony iCar ប្រចាំកម្ពុជាលោកអ៊ីឆេងហ៊ុយបានប្រគល់ផ្លាកសញ្ញាអនុញ្ញាតជាផ្លូវការជូនដល់មជ្ឈមណ្ឌល BYD and Denza Flagship Center នៅក្នុងប្រទេសកម្ពុជានេះសបញ្ជាក់ពីការទទួលស្គាល់យ៉ាងពេញលេញរបស់ម៉ាកយីហោ BYD ទៅលើសមត្ថភាពប្រតិបត្តិការនៃប្រព័ន្ធសេវាកម្មរបស់ Harmony iCar នៅក្នុងប្រទេសកម្ពុជានៅក្នុងអំឡុងពិធីសម្ពោធនេះលោកលាវស៊ីលៀងនិងលោកហ្វុងឆាំងគឺបានប្រគល់រថយន្ត C Lion 5 ដែលផលិតក្នុងស្រុកពីគ្រឿងដំបូងជូនទៅដល់ម្ចាស់រថយន្តជនជាតិខ្មែរដែលនេះបង្ហាញថាអតិថិជនក្នុងស្រុកនឹងកាន់តែមានលទ្ធភាពទិញរថយន្តធម្មពលថ្មីរបស់ BYD ដែលផលិតដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជានៅក្នុងបទសម្ភាសន៍លោកលាវស៊ីលៀងគឺបានមានប្រសាសន៍ថានៅទីនេះ BYD ទទួលបានអារម្មណ៍យ៉ាងច្បាស់ពីការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលនៅក្នុងស្រុកសម្រាប់ការអភិវឌ្ឍរថយន្តធម្មពលថ្មីហើយយើងក៏សូមអរគុណទៅដល់ប្រជាជនកម្ពុជាសម្រាប់ការគ្រប់គ្រងផលិតផលបច្ចេកវិទ្យាថ្មីជាជាងនិយាយពី BYD ជ្រើសរើសយកកម្ពុជាវាប្រហែលជាត្រឹមត្រូវនៅក្នុងការនិយាយថាប្រជាជនកម្ពុជាគឺជាអ្នកជ្រើសរើសយក BYDលោកបានបន្តថាការចាប់ផ្ដើមផលិតកម្មនៅរោងចក្រផលិតរថយន្ត BYD ក្នុងប្រទេសកម្ពុជាមិនត្រឹមតែពង្រីកចំណែកទីផ្សាររបស់ BYD ប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យកម្ពុជាក្លាយទៅជាទីផ្សារដែលពិភពលោកតាមដានសម្រាប់ការអភិវឌ្ឍរថយន្តជាធម្មពលថ្មីវាក៏ជាការអនុវត្តគោលនយោបាយឧស្សាហកម្មយានយន្តរបស់រដ្ឋាភិបាលកម្ពុជាផងដែរពលគឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទិញរថយន្តអគ្គិសនី NEV ដែលពួកគេពេញចិត្តនៅផ្ទះបំផុត BYD នឹងបន្តប្រើប្រាស់បច្ចេកវិទ្យានិងផលិតផលល្អបំផុតសម្រាប់ផលិតកម្មនៅក្នុងស្រុកហើយនឹងសហការជាមួយដៃគូចែកចាយដូចជា Harmony iCar ដើម្បីបង្កើតសាខាបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាលោកហ្វាងឆេងគឺបានអបអរសាទរដល់ក្រុមការងារ Harmony iCar Cambodia ដែលបានសម្ដែងក្តីសង្ឃឹមថាក្រុមការងារដ៏មានថាមពលនេះនឹងរក្សានៅអាកប្បកិរិយាការងារដែលវិជ្ជមានស្មារតីតស៊ូនិងបេះដូងដែលពោរពេញទៅដោយភាពរីករាយនិងសាមគ្គីភាពនៅក្នុងឆ្នាំ2026នេះសូមឲ្យពួកគេបន្តនាំមុខគេនិងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងសន្ទរកថារបស់លោកយ៉ាងចៅគឺបានលើកឡើងថាក្នុងនាមជាភ្នាក់ងារចែកចាយទូទៅផ្លូវការសម្រាប់ BYD និង Zendaគឺនៅក្នុងប្រទេសកម្ពុជាក្រុមការងារ Harmony iCar Cambodia នឹងបន្តខិតខំប្រឹងប្រែងដោយភាពដាក់ខ្លួនក
ការបាក់សម្ពុតនេះមិនត្រឹមតែតំណាងឲ្យកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅរវាង Harmony ICA BYD និង Denza នៅប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែក៏ជាជំហានដ៏សំខាន់នៅក្នុងការធ្វើមូលដ្ឋាននីយកម្មរបស់ម៉ាកយីហោនេះផងដែរតែថ្ងៃអនាគតភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាដើម្បីពង្រីកវត្តមាននៅទីផ្សារកម្ពុជាកែលម្អប្រព័ន្ធលក់និងសេវាកម្មជាបន្តបន្ទាប់រួមគ្នាដើម្បីធ្វើទំនើបកម្មឧស្សាហកម្មយានយន្តកម្ពុជាឆ្ពោះទៅរកការប្រើប្រាស់អគ្គិសនីនិងភាពឆ្លាតវៃនិងផ្ដល់ថាមពលថ្មីដល់ការធ្វើដំណើរតាមបែបបៃតងនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា